សួស្តីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំចង់លើកយកប្រធានបទមួយដែលនិយាយថាតើការស្រឡាញ់ព្រះជាម្ចាស់មានន័យយ៉ាងដូចម្តេចសប្តាហ៍ថ្ងៃនេះមានមនុស្សជាច្រើនប្រកាសខ្លួនថាខ្លួនជាអ្នកជឿលើព្រះយេស៊ូវគ្រីស្ទខ្ញុំជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទខ្ញុំជាអ្នកជឿព្រះយេស៊ូវគ្រីស្ទប៉ុន្តែមិនដែលបានស្រឡាញ់ព្រះយេស៊ូវគ្រីស្ទដែលខ្លួនបានជឿនោះទេគម្ពីរយ៉ូហានខ្សែទី1ចំពុក5ខ3បានបញ្ជាក់ថាត្បិតនេះហើយជាសេចក្តីស្រឡាញ់របស់ព្រះគឺឲ្យយើងកាន់តាមបទបញ្ជារបស់ព្រះអង្គឯបទបញ្ជារបស់ព្រះអង្គមិនមែនជាបន្ទុកធ្ងន់ទេសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជួយយើងឲ្យឆ្លើយតបយោងទៅលើសេចក្តីស្រឡាញ់ដែលព្រះអង្គបានបង្ហូរមកលើមនុស្សលោកគ្រប់រូបតាមបំណងប្រហែលតីរបស់ព្រះអង្គការនេះមិនធ្វើឲ្យយើងមានការភ្ញាក់ផ្អើលដែលថាព្រះអង្គស្រឡាញ់យើងហើយយើងចាំបាច់ត្រូវតែស្រឡាញ់ព្រះអង្គវិញនោះទេពីព្រោះអីយើងមិនអាចតបស្នងនៅអ្វីដែលព្រះជាម្ចាស់បានធ្វើនៅក្នុងជីវិតរបស់យើងឡើយអ្វីមួយដែលយើងអាចតបបានគឺយើងត្រូវស្រឡាញ់ព្រះអង្គវិញគឺស្រឡាញ់ព្រះអង្គឲ្យអស់ពីបេះដូងអស់ពីគំនិតរបស់លោកអ្នកប៉ុន្តែបើយើងសង្កេតមើលគឺគ្មាននរណាម្នាក់មានសេចក្តីស្រឡាញ់ពិតនោះឡើយហើយក៏មិនយល់តម្លៃអំពីសេចក្តីស្រឡាញ់ដែលការស្រឡាញ់មិនមែនគ្រាន់តែជាអារម្មណ៍ការស្រឡាញ់ក៏មិនមែនជាការរំជួលចិត្តការស្រឡាញ់ក៏មិនមែនជាប្រតិកម្មដោយឯងចំពោះសេចក្តីសប្បុរសដែលយើងបានទទួលនោះទេសេចក្តីស្រឡាញ់មានតម្លៃដែលនាំឲ្យយើងត្រូវតែបង់ថ្លៃអញ្ចឹងការស្រឡាញ់អ្នកណាម្នាក់ត្រូវតែមានការបង់ថ្លៃស្រឡាញ់ព្រះត្រូវតែមានការបង់ថ្លៃពីព្រោះអត់មានអ្វីដែលអត់បង់ថ្លៃទេក្តីស្រឡាញ់ត្រូវតែមានការបង់ថ្លៃស្រឡាញ់អ្នកណាម្នាក់ត្រូវតែបង់ថ្លៃសម្រាប់អ្នកនោះទាំងពេលវេលាទាំងលុយកាក់ទាំងអ្វីផ្សេងទៀតដាក់ចិត្តដាក់កាយជាមួយអ្នកហ្នឹងអញ្ចឹងចុះតើការស្រឡាញ់ព្រះជាម្ចាស់មានន័យយ៉ាងដូចម្ដេចនៅក្នុងជីវិតគ្រីស្ទបរិស័ទទី1ការស្រឡាញ់ព្រះជាម្ចាស់មានន័យថាថ្វាយបង្គំព្រះអង្គតែមួយអង្គគត់ថ្វាយបង្គំព្រះអង្គតែមួយអង្គគត់គម្ពីរអេសាយចំពុក43ខ10ដល់ខ11ថាព្រះយេហូវ៉ាមានព្រះបន្ទូលថាអ្នករាល់គ្នាជាស្មោបន្ទាល់របស់យើងហើយជាអ្នកបម្រើដែលយើងបានរើសតាំងដើម្បីឲ្យបានស្គាល់ហើយជឿដល់យើងព្រមទាំងយល់ថាគឺយើងនេះហើយឥតមានព្រះណាកើតមកមុនយើងហើយនៅក្រោយយើងក៏គ្មានដែរគឺយើងនេះហើយជាយេហូវ៉ាក្រៅពីយើងគ្មានអ្នកសង្គ្រោះណាទៀតសោះគម្ពីរនិកាម្ដងចំពុក20ខ2ដល់ខ6បានបញ្ជាក់ថាយើងជាយេហូវ៉ាជាព្រះរបស់អ្នកដែលបាននាំអ្នកចេញពីស្រុកអេស៊ីបពីផ្ទះដែលអ្នកធ្វើជាទាសករមិនត្រូវមានព្រះណាផ្សេងនៅចំពោះយើងឡើយមិនត្រូវឆ្លាក់រូបណាសម្រាប់អ្នកក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅឋានសួគ៌ខាងលើឬផែនដីខាងក្រោមឬនៅក្នុងទឹកដែលទាបជាងដីឡើយមិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះឬគោរពប្រណិប័តឡើយត្បិតយើងគឺព្រះយេហូវ៉ាជាព្រះរបស់អ្នកយើងជាព្រះប្រច័ណ្ឌយើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូត3-4ដំណចំពោះអស់អ្នកដែលស្អប់យើងតែយើងផ្ដល់សេចក្តីសប្បុរសរហូតដល់ពាន់ដំណចំពោះអស់អ្នកដែលស្រឡាញ់ហើយកាន់តាមបញ្ញត្តិរបស់យើងអញ្ចឹងការស្រឡាញ់ព្រះជាម្ចាស់គឺត្រូវបានបង្ហាញយ៉ាងល្អប្រសើរនៅពេលដែលយើងធ្វើគ្រប់កិច្ចការទាំងអស់ដើម្បីថ្វាយបង្គំព្រះអង្គការនេះមានន័យថាយើងលើកដំកើងព្រះអង្គយើងអរព្រះគុណព្រះអង្គយើងគោរពបូជាយើងឧទ្ទិសជីវិតរួមទាំងអ្វីទាំងអស់ដែលយើងមានដល់ព្រះជាម្ចាស់ដែលយើងជឿតែមួយព្រះអង្គប៉ុណ្ណោះហើយនៅពេលដែលយើងជឿថាមានព្រះជាម្ចាស់តែមួយព្រះអង្គដែលគង់ប្រជញ្ញគង់នៅតាំងពីអស់កលជានិច្ចរហូតដល់អស់កលជានិច្ចទ្រង់ព្រះអង្គនោះហើយគឺជាព្រះអង្គម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតហើយយើងញាប់ញ័រលុតជង្គង់អោនកាយក្រាបថ្វាយបង្គំព្រះអង្គគឺពេលនឹងឯងដែលយើងកំពុងតែបង្ហាញសេចក្តីស្រឡាញ់របស់យើងទៅចំពោះព្រះអង្គគឺតាមរយៈការថ្វាយបង្គំយើងអត់ថ្វាយបង្គំរូបចម្លាក់យើងអត់ថ្វាយបង្គំអ្វីដែលមនុស្សបង្កើតឡើងទេយើងអត់ថ្វាយបង្គំស្នាដៃរបស់មនុស្សដែលបង្កើតឡើងទេតែយើងថ្វាយបង្គំព្រះជាម្ចាស់ដ៏ពិតប្រាកដនេះឯងជាចំណុចមួយដែលសំខាន់ណាស់សម្រាប់ជីវិតគ្រីស្ទបរិស័ទការថ្វាយបង្គំ
ព្រះផ្សេងគឺមិនមែនដែលមិនមែនជាព្រះដែលយើងជឿនោះគឺមិនមែនបង្ហាញថាយើងស្រឡាញ់ព្រះជាម្ចាស់នោះទេអញ្ចឹងយើងស្រឡាញ់ព្រះជាម្ចាស់ដែលយើងជឿស្រឡាញ់ព្រះយេស៊ូវគ្រីស្ទត្រូវថ្វាយបង្គំតែព្រះអង្គមួយប៉ុណ្ណោះអត់មានសាវ៉ាទេអត់មានម្ដងព្រះនេះម្ដងព្រះនោះឬគេថាព្រះនេះប្រកែឬគេថាព្រះនោះប្រកែទៅថ្វាយបង្គំព្រះនេះព្រះនោះទេឬគេថាវត្ថុនេះប្រកែកន្លែងនោះប្រកែទៅរកអ្នកនោះទេគឺអ្នកជឿព្រះយេស៊ូវគ្រីស្ទថ្វាយទៅរកព្រះយេស៊ូវតែមួយព្រះអង្គប៉ុណ្ណោះហើយថ្វាយបង្គំព្រះយេស៊ូវតែមួយព្រះអង្គប៉ុណ្ណោះលើកដំកើងព្រះយេស៊ូវតែមួយព្រះអង្គនោះប៉ុណ្ណោះហើយរស់នៅក្នុងជីវិតដែលបង្កើតផលផ្លែមានលក្ខណៈដោយព្រះយេស៊ូវគ្រីស្ទដែលខ្លួនជឿដែរសូមព្រះយេស៊ូវគ្រីស្ទបានប្រទានពរដល់បងប្អូនទាំងអស់គ្នាអរគុណ